បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពេលព្រឹកព្រលឹមបងប្អូនត្រូវតែរកអ្វីត្រប់កាពះបដាសិនបងប្អូនគឺអ្វីដែលងាយស្រួលបំផុតនោះគឺទិញគុយទាវស្រាប់មកបងប្អូនបាទហើយទិញស្រាប់មកអញ្ចឹងយើងដាក់លាយខ្លួនយើងទៅមានគ្រឿងក្រៅគេឲ្យមកហ្នឹងបាទដូចគុយទាវខ្មែរយើងគឺយើងផ្សំគ្រឿងក្រៅនៅកន្លែងតូបលក់នឹងរួចជាស្រេចមកតែម្ដងបងប្អូនខ្វះខាតអីយើងថែមថយស្ករប៊ីចេងក្រូចឆ្មាក្រូចអីតាមហ្នឹងទៅមកដល់ស្រាប់តែចាក់ទឹកចូលហើយហូបតែម្ដងបងប្អូនអានេះនៅស្រុកថៃគឺគេមានគ្រឿងត្រូវស្ករវិជែងម្ទេសអីជាកញ្ចប់មកយើងយកមកលាយខ្លួនឯងបងប្អូនបាទបន្ទាប់ពីចាប់ផ្ដើមហែកគ្រឿងត្រូវមានម្ទេសមានស្ករមានអីរួចហើយហ្នឹងគឺយើងក៏ចាក់ទឹកចូលទៅបងប្អូនហើយសាច់កាទៀវរបស់គេហ្នឹងគឺរៀងល្មួតតិចបងប្អូនយកឲ្យយើងទុកយូរស្រស់យូរបន្តិចបងប្អូនរំដល់កន្លែងហើយចំណែកខ្ញុំគ្មានថែមអីក្រៅពីម្ទេសគឺបងប្អូនគឺម្ទេសហ្នឹងច្រើនតែម្ដងបងប្អូនបើអត់ម្ទេសគឺចប់ហើយម្ហូបខ្ញុំមកមុខណាគឺមានតែម្ទេសបាទបន្ទាប់ពីថែមគ្រឿងក្រៅម្ទេសម្តោញអីសពគ្រប់បែបយ៉ាងហើយយើងក៏ចាប់ផ្ដើមចាក់ទឹកវាចូលមកគឺជាការស្រេចឲ្យបងប្អូនអាចហូបបានដែរបងប្អូនបាទវីដេអូនេះផងដែរគឺអត់មានអ្វីជាសារៈសំខាន់ទេបងប្អូនគ្រាន់តែចង់ចាច់ជូនបងប្អូនទស្សនាកំសាន្តអារម្មណ៍ប៉ុណ្ណោះបាទប្រសិនបើមានកំហុសខុសឆ្គងត្រង់កន្លែងណាក៏សូមបងប្អូនអធិស្ឋានដល់រូបខ្ញុំបាទផងដែរហើយសម្រាប់បងប្អូនដែលស្រឡាញ់ពេញចិត្តនឹងរាប់អានខ្ញុំបាទនិងពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទក៏សូមជួយគ្រប់គ្រងទស្សនាពីដើមរហូតដល់ចប់និងជួយចុច like comment ពាក្យល្អៗហើយជាពិសេសជួយ follow អ្នកមួយផងដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៀតហើយសម្រាប់បងប្អូនដែលមិនស្រឡាញ់មិនរាប់អានក៏អាចអូសរំលងបានបងប្អូនមិនជាអ្វីទេព្រោះមនុស្សយើងម្នាក់មិនអាចតម្រូវការធ្វើឲ្យមនុស្សទូទាំងពិភពលោកស្រឡាញ់រាប់អានយើងគ្រប់គ្នាបានទេបងប្អូនបាទគ្រាន់តែស្រឡាញ់ពេញចិត្តជួយចុច like និង comment ពាក្យល្អៗនិងជួយ follow ហើយនឹងជួយគ្រប់គ្រងទស្សនាវីដេអូបើសិនជាមិនចូលចិត្តគ្រាន់តែអូសរំលងគឺជាការស្រេចឲ្យបងប្អូនมันអាចជាការបង្ខិតបង្ខំទៅលើទឹកចិត្តបងប្អូនឲ្យទស្សនាឬមិនទស្សនាបានទេហើយបើសិនជាបងប្អូនស្រឡាញ់ពេញចិត្តក៏សូមជួយចុច like និង comment ពាក្យល្អៗម្នាក់មួយផងហើយកុំភ្លេចជួយ follow ម្នាក់មួយផងបងប្អូនដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៅទៀតបាទវីដេអូនេះគឺសន្មតថាមានប៉ុណ្ណឹងហើយក៏សូមថ្លែងអំណរគុណចំពោះបងប្អូនដែលតែងតែស្រឡាញ់រាប់អាននិងជួយគ្រប់គ្រងទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយសូមឲ្យបងប្អូនរកទទួលទានមានសុខភាពល្អនិងសំណាងល្អជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារទាំងអស់បាទសូមអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយជាបន្តទៀតហើយជាចុងក្រោយក៏សូមដាំផ្ញើនៅពាក្យស្លោកខ្មែរយើងមួយឃ្លាគឺពាក្យចាស់លោកតែងពោលថាមនុស្សតិចមិនសមខ្លោចមនុស្សច្រើនដូចសមោចមិនសមឆៅនេះគឺសំដៅទៅលើការសាមគ្គីជាកម្លាំងដ៏រឹងមាំមួយបងប្អូនបើមិនជាយើងសាមគ្គីគ្នាគឺជាកម្លាំងដ៏ធំធេងមហាសាលមួយបងប្អូនម្ល៉េះហើយយើងប្រឡូកនៅក្នុងវិស័យ MMO ជាផ្លូវតែមួយដូចគ្នាគួរតែជាយាមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកទៅសម្រាប់នៅគោលដៅរៀងៗខ្លួនដូចគ្នាគ្រប់គ្នាបងប្អូន